បាទជំរាបសួរពុកម៉ែបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនមកក្បាច់ទៀតអំពីរបៀបស្នើបាននិមិត្តរបស់ធនាគារ KB ប្រាសាទបាទដែលយើងហៅថា Visa Card សម្រាប់បងប្អូនយើងដែលនិយមទិញអីវ៉ាន់តាមអនឡាញអញ្ចឹងធនាគារ KB ប្រាសាទក៏យើងមាន Visa Card ហើយ free ជូនបងប្អូនទេអត់គិតថ្លៃទេឥឡូវយើងចាប់ផ្ដើមតែម្ដងទៅចឹងជំហានដំបូងបងប្អូនយើងចូលមាន app KB ប្រាសាទយើងចូលមកចូល KB ប្រាសាទមកបាទបន្ទាប់មកទៀតនៅពេលដែលយើងចូល KB ប្រាសាទហើយវាមានតម្រងបែបនេះយើងឃើញសញ្ញាព្រុញខ្ញុំដាក់ពាក្យថាបានអញ្ចឹងយើងចុចលើបាននឹងមកបាទនៅក្នុងនោះខ្ញុំមានបាន3ហើយដែលខ្ញុំស្នើបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបន្ថែមពីរបៀបស្នើកាតឬក៏ថាបាននិមិត្តណា Visa Card Virtual Visa Card របស់ធនាគារ KB ប្រាសាទតើយើងចុចពាក្យថាបានថ្មីមកវាចេញតម្រងបែបនេះបងប្អូនបាទអញ្ចឹងយើងស្នើបាននិមិត្តយើងចុចលើវាមកបាទអញ្ចឹងវានៅពេលដែលយើងចុចមកវាចេញមកបែបនេះបាទអញ្ចឹងយើងមើលតើតនឹងនៅក្នុងនេះគេបានពណ៌នាច្បាស់តែម្ដងទំហំកំណត់នៃការទិញយើងបាន$2,000ក្នុងមួយថ្ងៃហើយចំនួនប្រតិបត្តិការនៃការទិញយើងបាន30ដងក្នុងមួយថ្ងៃសុពលភាពបានយើងបាន2ឆ្នាំដែរបាទបាន2ឆ្នាំដែរហើយពាក់ព័ន្ធនឹងបានហ្នឹងគឺយើងមិនគិតកម្រៃសេវាទេបាទអាថ្លៃប្រចាំឆ្នាំក៏យើងមិនគិតដែរបាទតោះយើងចុចពាក្យចាប់ផ្ដើមមកពេលដែលបងប្អូនចុចពាក្យចាប់ផ្ដើមវាចេញតម្រងបែបនេះបាទបញ្ជាក់តិចបងប្អូនដោយសារតែពាក់ព័ន្ធនឹងបាន Visa Card ឬក៏បាននិមិត្តហ្នឹងដែលយើងអាចបង្កើតខ្លួនឯងបានគឺយើងអាឡូទៅលើគណនីដុល្លារទេណាបាទបងប្អូនមានអត់មានគណនីដុល្លារយើងអាចភ្ជាប់បានទេបាទសម្រាប់យើងទិញអីវ៉ាន់ក្រៅប្រទេសបងប្អូនបាទលេខទូរស័ព្ទអ៊ីមែលយើងចង់ដាក់ក៏បានមិនចង់ដាក់ក៏បានហើយចំនួនលុយកំណត់ក្នុងការទិញប្រចាំថ្ងៃយើងបាន$2,000ដែរតោះយើងថិចមកថិចខ្ញុំបានអាននិងយល់ព្រមមកបាទពេលយើងថិចឲ្យវាចេញតម្រងបែបនេះយើងបញ្ជាក់ប្រភេទបានគេហៅបាននិមិត្ត Visa ហើយទំហំកំណត់យើងបាន$2,000ថ្លៃសេវាប្រចាំឆ្នាំគឺយើងមិនគិតទេថ្លៃបានក៏មិនគិតដែរបើនិយាយទៅគឺ free តែម្ដងសម្រាប់បាននិមិត្តរបស់ធនាគារ KB ប្រាសាទបញ្ជាក់ជូនបងប្អូនបន្ថែមបន្តិចទៀតតើទៅនឹងគណនីនេះមួយយើងអាចស្នើបានរហូតដល់5បានណាបាទអញ្ចឹងមកបាន2,500បានវាបាន2 5ដង10វាបាន10000ដែរបាទបាន10000ដែរអញ្ចឹងយើងចុចបញ្ជាក់តែម្ដងទៅពេលដែលបងប្អូនចុចបញ្ជាក់ដាក់ស្នើនេះគឺតម្រូវឲ្យបងប្អូនដោះលេខកូដបាទនៅពេលដែលយើងដាក់លេខកូដទៅគឺយើងនឹងស្នើបានជោគជ័យប៉ុន្តែសម្រាប់ខ្ញុំមិនបានស្នើទេដោយសារខ្ញុំស្នើច្រើនទៅហើយនេះខ្ញុំគ្រាន់តែធ្វើការចែករំលែកចែកជូនបងប្អូនយើងទេខុសឆ្គងក៏សូមអធិស្ឋានបាទសូមអរគុណសូម